ចាប់ផ្ដើមរៀនដំបូងខ្ញុំក៏ត្រៃក៏អត់ចេះកាន់ដែរបងដោយសារតែខ្ញុំនៅស្ទើខ្លាំងខ្ញុំអត់ដែរមានបទពិសោធន៍អីទេបន្ទាប់ពីរៀនជាមួយអ្នកគ្រូហើយគាត់ថាខ្លួនឯងធ្វើបានរហូតដល់ 95% ដោយសារតែរៀនមួយអ្នកគ្រូឆាប់យល់រៀនវគ្គកាត់សក់កូរ៉េអូមេហ្គាចំណាយពេលរៀនយូរដែរដោយសារយើងចាំតែរៀនដំបូងខ្ញុំពីមុនខ្ញុំអត់ដែរចេះកាត់ម៉ូដហ្នឹងទេបងចេះតែរបៀបស្ទើពេលចាប់ផ្ដើមរៀនដំបូងខ្ញុំក៏ត្រៃក៏អត់ចេះកាន់ដែរបងដោយសារតែខ្ញុំនៅស្ទើខ្លាំងខ្ញុំអត់ដែរមានបទពិសោធន៍អីទេនិយាយទៅគាត់ទៅរៀនលំអិតតាំងពីរបៀបកាន់កត្រៃរបៀបកាន់សក់ធ្វើមិនឲ្យងាយស្រួលធ្វើមិនឲ្យវាកុំឲ្យស្ពងបន្ទាប់ពីរៀនជាមួយអ្នកគ្រូហើយគាត់ថាខ្លួនឯងធ្វើបានរហូតដល់ 95% ដោយសារតែរៀនមួយអ្នកគ្រូឆាប់យល់និយាយទៅប្រភេទសក់នេះបើសិនជាកាត់អត់ស្រួលទេគឺកឆេកកឆត់អាក្រក់មើលតែរៀនតាមតិចនិចអ្នកគ្រូប្រាប់អីកន្លងមកគឺខ្ញុំធ្វើបានឃើញកាត់ហើយឃើញវាស្អាតនិយាយទៅបើសម្រាប់ខ្ញុំដែលដំបូងទៅចូលរៀនមកខ្ញុំគិតថាវាពិបាកទាំងអស់តែពេលយើងកាត់ហើយដឹងពីរបៀបកាត់ទៅគាត់ថាវាស្រួល